កាណាដាកំពុងឈានចូលដល់សម័យកាលមួយដែលផ្លាស់ប្ដូរទាំងស្រុងនៅកតវិទ្យានៃពាណិជ្ជកម្មនិងគោលនយោបាយធម្មពលរបស់អាមេរិកខាងជើងប្រទេសមួយដែលអស់រយៈពេលជាច្រើនឆ្នាំបានព្យាយាមរក្សារំនឹងរវាងទីក្រុង Washington និងទីក្រុងប៉េកាំងឥឡូវនេះកំពុងចាប់ផ្ដើមបង្កើតផ្លូវដើរដោយខ្លួនឯងប្រកបដោយប្រសិទ្ធភាពហើយចំណុចរបស់នោះបានក្លាយជាការជជែកដេញដោលថ្មីជំវិញលទ្ធភាពនៃការដកពន្ធគយ 100% លើរថយន្តអគ្គិសនីរបស់ចិនអ្វីដែលកាលពីពេលថ្មីនេះហាក់ដូចជាសេណារីយ៉ូដែលមិនអាចទៅរួចឥឡូវនេះកំពុងត្រូវបានពិភាក្សាក្នុងរង្វង់សេដ្ឋកិច្ចថាជាជំរឿដែលអាចចាប់ផ្ដើមដំណើរការឡើងវិញនៅឧស្សាហកម្មកាណាដាមូលហេតុស៊ីជម្រៅនៃការផ្លាស់ប្ដូរនេះបានប្រមូលផ្ដុំអស់ជាច្រើនឆ្នាំមកហើយវិស័យរថយន្តរបស់កាណាដាកំពុងបាត់បង់សន្ទុះទំនើបកម្មបន្តិចម្ដងដែលប្រឈមមុខនឹងកង្វះខាតការវិនិយោគរ៉ាំរ៉ៃការពឹងផ្អែកលើថ្មដែលនាំចូលនិងកង្វះវត្ថុធាតុរ៉ែកម្រក្នុងស្រុកការវាយប្រហារដ៏សំខាន់បានកើតឡើងជាមួយនឹងការផ្លាស់ប្ដូរទៅរថយន្តអគ្គិសនីការផលិតនៅក្នុងប្រទេសកាណាដាបានបង្ហាញថាមានតម្លៃថ្លៃពេកហើយម៉ូដែលដែលមានក៏មានកម្រិតពេកយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវទីក្រុងតូរិនតូតម្លៃរថយន្តអគ្គិសនីជាមធ្យមនៅក្នុងប្រទេសកាណាដាលើសសមមូលអាមេរិកនិងអឺរ៉ុបដល់ទៅរាប់សិប%ខណៈដែលទីផ្សារក្នុងស្រុកកំពុងទាមទារកាន់តែខ្លាំងឡើងនៅជម្រើសដែលអាចមានតម្លៃសមរម្យប្រឆាំងនឹងភាពទន់ខ្សោយនៃរចនាសម្ព័ន្ធនេះចិនបានមើលឃើញជាឱកាសមួយក្រុមហ៊ុនផលិតនៅអាស៊ីមានខ្សែសង្វាក់ផ្គត់ផ្គង់ថ្មធំបំផុតរបស់ពិភពលោកការទទួលបានរ៉ែនិងវេទិកាបច្ចេកវិទ្យាដែលបានសម្របសម្រួលយ៉ាងល្អមកដោយក្រុមហ៊ុនលោកខាងលិចទេពួកគេអាចផ្ដល់នៅប្រព័ន្ធរួមបញ្ចូលគ្នាយ៉ាងពេញលេញចាប់ពីការផ្គត់ផ្គង់លីចូមចម្រាញ់រហូតដល់ដំណោះស្រាយវិស្វកម្មសម្រាប់ថ្មម៉ូដុលហើយសំណុំនៃគុណសម្បត្តិទាំងនេះបានក្លាយជាប្រធានបទសំខាន់នៃទំនាក់ទំនងរវាងទីក្រុងអូតារ៉ានិងទីក្រុងប៉េកាំងពេលវេលាសម្រាប់ចិត្តបានមកដល់ក្នុងកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូងជាកន្លែងដែលនាយករដ្ឋមន្ត្រីកាណាដាលោក ម៉ាខេនីបានជួបជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងជាផ្លូវការភាគីទាំងពីរបានពិភាក្សាអំពីអាកាសធាតុនិងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ប៉ុន្តែយោងតាមប្រភពពីស្ថាប័នសេដ្ឋកិច្ចអន្តរជាតិផ្នែកសំខាន់នៃការចរចាគឺផ្ដោតជាពិសេសទៅលើវិស័យរថយន្តនិងគោលនយោបាយពន្ធគយរបស់កាណាដាគណៈប្រតិភូចិនបានបង្ហាញនូវគោលគំនិតនៃការរួមបញ្ចូលកាណាដាទៅក្នុងទម្រង់កិច្ចសហប្រតិបត្តិការឧស្សាហកម្មអាស៊ីប៉ាស៊ីហ្វិកដែលបានធ្វើបច្ចុប្បន្នភាពការទទួលបានសមាសធាតុថ្មការផ្គត់ផ្គង់រយៈពេលវែងនៃរ៉ែសំខាន់និងលទ្ធភាពនៃការកសាងក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នានៅលើទឹកដីកាណាដាសម្រាប់កាណាដាការផ្លាស់ប្ដូរនេះបានคล้ายទៅជាមិនអាចប្រងើយកន្តើយបានទីផ្សារអាមេរិកខាងជើងបានឡើងកម្ដៅខ្លាំងពេកដោយសារពន្ធគយហើយការពឹងផ្អែកលើក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិកកាន់តែបង្កើនសម្ពាធលើសេដ្ឋកិច្ចក្នុងស្រុកការពិភាក្សាអំពីលទ្ធភាពនៃការដកពន្ធគយ 100% មួយចំនួនឬទាំងអស់មិនមែនកើតចេញពីការលើកទឹកចិត្តផ្នែកនយោបាយនោះទេប៉ុន្តែមកពីភាពចាំបាច់ដោយផ្ទាល់ឧស្សាហកម្មកាណាដាមិនអាចប្រកួតប្រជែងដោយគ្មានសមាសធាតុនិងអាគុយដែលមានតម្លៃថោកនោះទេយោងតាមវិទ្យាស្ថានស្រាវជ្រាវ Montreal នេះបានក្លាយជាកត្តាជំរុញដ៏សំខាន់នៅពីក្រោយការវាយតម្លៃឡើងវិញនៅគោលនយោបាយដ៏ធ្ងន់ធ្ងរនេះយោងតាមទីភ្នាក់ងារ Reuters រដ្ឋាភិបាលកាណាដាកំពុងពិចារណាលើគំរូនៃការបន្ធូរបន្ថយពន្ធគយជាជំហានសម្រាប់រថយន្តអគ្គិសនីរបស់ចិនវិធីសាស្ត្រនេះនឹងបើកទីផ្សារបន្តិចម្ដងខណៈពេលដែលរក្សាការគ្រប់គ្រងផ្នែកនយោបាយលើបរិមាណផ្គត់ផ្គង់និងក្នុងពេលដំណើរគ្នាធ្វើទំនើបកម្មសមត្ថភាពផលិតក្នុងស្រុកខេត្តជាច្រើនបានដាក់សំណើដើម្បីទទួលយកខ្សែដំឡើងរបស់ចិនដែលអាចបង្កើតការងាររាប់ពាន់កន្លែងនិងជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហរដ្ឋអាមេរិកអនិន្នាការនេះបានក្លាយជាសញ្ញាដែលមិនចង់បានគំរូសម្ពាធពន្ធគយរបស់អាមេរិកត្រូវបានបង្កើតឡើងនៅលើគំនិតនៃការបំបែកក្រុមហ៊ុនផលិតរថយន្តចិនទាំងស្រុងពីទីផ្សារអាមេរិកខាងជើងប៉ុន្តែប្រសិនបើទីក្រុងអូតារ៉ាបន្ធូរបន្ថយរបាំងរថយន្តអគ្គិសនីរបស់ចិននឹងអាចចូលក្នុងតំបន់បានខណៈពេលដែលឆ្លងកាត់ផ្លូវនាំចេញដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក Washington ខ្លាចថាកាណាដាអាចក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ជាពិសេសប្រសិនបើក្រុមហ៊ុនផលិតរថយន្តចិនចាប់ផ្ដើមផលិតផ្នែកខ្លះនៃ model របស់ពួកគេនៅក្នុងប្រទេសកាណាដាដែលបង្កើតមូលដ្ឋានច្បាប់សម្រាប់ការដឹកជញ្ជូនក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងក្នុងតំបន់នៅក្នុងរង្វង់ហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកមានការទទួលស្គាល់កាន់តែខ្លាំងឡើងថាការបើកទូលាយទីផ្សារកាណាដាអាចនឹងបង្កើនស្នាមប្រេះនៅក្នុងស្ថាបត្យកម្មការពីអាមេរិកខាងជើងដែលបានកសាងឡើងប្រឆាំងនឹងបច្ចេកវិទ្យាចិន
សម្រាប់សហរដ្ឋអាមេរិកនេះមិនមែនគ្រាន់តែជាការលេចចេញនៅរយន្តអគ្គិសនីដែលមានតម្លៃថោកនៅក្នុងប្រទេសជិតខាងនោះទេវាគឺជាការគម្រាមកំហែងដល់ការបែងចែកឡើងវិញទូទាំងវិស័យនៅក្នុងវិស័យឧស្សាហកម្មដែលវ៉ាស៊ីនតោនបានព្យាយាមរក្សាការគ្រប់គ្រងតាំងពីដើមសង្គ្រាមពាណិជ្ជកម្មមកម្ល៉េះអ្នកវិភាគកាណាដាបានកត់សម្គាល់ថាសូម្បីតែការដកពន្ធគយមួយផ្នែកក៏ដោយក៏ដាក់ថ្មនិងសមាសធាតុរបស់ចិននៅជាប់ព្រំដែនសហរដ្ឋអាមេរិកហើយប្រសិនបើកន្លែងដំឡើងរួមគ្នាលេចចេញនៅក្នុងប្រទេសកាណាដាប្រទេសនេះអាចនឹងបញ្ជាក់រយន្តអគ្គិសនីថាជាផលិតផលអាមេរិកខាងជើងក្រោមច្បាប់ពាណិជ្ជកម្មក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតមានការទទួលស្គាល់កាន់តែខ្លាំងឡើងថាកាណាដាធុញទ្រាន់នឹងការជាប់គាំងក្នុងកតវិជានៃពន្ធគយរបស់អាមេរិកការកើនឡើងពន្ធគយរបស់លោកត្រាំប្រឆាំងនឹងប្រទេសចិនបានវាយប្រហារមិនត្រឹមតែការនាំចេញរបស់ចិនប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្រុមហ៊ុនផលិតរបស់កាណាដាដែលពឹងផ្អែកលើសមាសធាតុនៅអាស៊ីទៀតផងឧស្សាហកម្មកាណាដាបានពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់សកលអស់ជាច្រើនទសវត្សរ៍ហើយការរំខានភ្លាមរបស់ពួកគេបានធ្វើឲ្យគម្រោងជាច្រើនមិនមានផលចំណេញក្នុងបរិយាកាសសេដ្ឋកិច្ចនេះមនោសញ្ចេតនានៅទីក្រុងអូតារ៉ាបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សកាណាដាមិនឃើញហេតុផលដើម្បីបន្តយុទ្ធសាស្ត្រដែលត្រូវបានរចនាឡើងដើម្បីការពារទីផ្សាររបស់សហរដ្ឋអាមេរិកខណៈពេលដែលធ្វើឲ្យអាជីវកម្មកាណាដាមានការខូចខាតនោះទេជាលទ្ធផលការដកពន្ធគយ 100% ត្រូវបានគេមើលឃើញថាមិនមែនជាការវិការនយោបាយចំពោះទីក្រុងប៉េកាំងនោះទេប៉ុន្តែជាការប៉ុនប៉ងដើម្បីស្ដារលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើបរបស់កាណាដានិងបន្ថយតម្លៃរថយន្តអគ្គិសនីសម្រាប់ប្រជាជនខ្លួនសម្រាប់ Washington នេះបង្កើតបានជាបន្សំយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់ចិនទទួលបានទីតាំងឈរជើងនៅក្នុងចំណុចគន្លឹះមួយនៃសេដ្ឋកិច្ចអាមេរិកខាងជើងហើយកាណាដាទទួលបានឱកាសដើម្បីពន្លឿនទំនើបកម្មសហរដ្ឋអាមេរិកត្រូវបានទុកនៅក្នុងស្ថានភាពដែលពន្ធគយឈប់ដំណើរការបច្ចេកវិទ្យាចិនអាចចូលក្នុងតំបន់តាមរយៈដែនសមត្ថកិច្ចកាណាដាដែលធ្វើឲ្យការឯកោណាមួយគ្មានន័យការលុបចោលពន្ធគយរបស់កាណាដាមិនមែនជាការកែតម្រូវគោលនយោបាយពាណិជ្ជកម្មក្នុងស្រុកនោះទេប៉ុន្តែជាចំណុចរបត់ដ៏មានសក្តានុពលសម្រាប់ស្ថាបត្យកម្មសេដ្ឋកិច្ចអាមេរិកខាងជើងទាំងមូលបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាគិតថាតើអ្វីទៅជាមូលហេតុចម្បងដែលជំរុញឲ្យកាណាដាពិចារណាដកពន្ធគយ 100% លើរថយន្តអគ្គិសនីរបស់ចិនហើយតើបញ្ហាប្រឈមអ្វីខ្លះនៅក្នុងវិស័យរថយន្តកាណាដាដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមួយចិនក្លាយជាភាពចាំបាច់សូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត